បាទជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹងបងប្អូនធ្វើការបង្ហាញនៅវីដេអូថ្មីបាទសម្រាប់ការតបាសមេបាទបាសមេនេះគឺបងធ្លាប់ដឹងហើយវាជាប្រភេទបាសដែលយើងអាចតទៅបាសផ្សេងបានប៉ុន្តែអ្វីដែលប្លែកថ្ងៃនេះគឺបាទតចេញ2បាទយើងចូលបាស2អញ្ចឹងមានបងគាត់សួរគាត់មានឆ្ងល់ថាត2អញ្ចឹងឮទាំងពីរអត់ហើយវាមានបញ្ហាអត់អញ្ចឹងណាអញ្ចឹងបងប្អូនដាក់វីដេអូបង្ហាញឲ្យច្បាស់តែម្ដងតបានបងប្អូនបាទនេះគឺរុនកណុងជាប្រភេទរុនចេញមួយច្រកណាបាទអានេះមកច្រកផ្សេងទៀតអញ្ចឹងបងអូនយកដោយប្រភេទនេះបាទឲ្យវាត្រូវរុននេះហៅបាទរុនឈ្មោលអញ្ចឹងយើងរុនញីមកមិនដាក់ឲ្យត្រូវគ្នាផ្លាច់បាទអញ្ចឹងយើងចេញទៅបាសមួយអញ្ចឹងគឺបងអូនរើសយកប្រភេទបាទចេញជាប្រភេទ AX តូចដោយសារតែបាសនេះយើងមានរុនតូចអញ្ចឹងណាបាទអញ្ចឹងគឺបងអូនចេញប្រភេទនឹងមួយបងត្រូវមួយរុនអីដាក់រុនហ្នឹងទៅបាទកណុងដូចគ្នាក៏បានក្រហមសក៏បានហើយមួយទៀតនេះគឺបងអូនបញ្ចេញជាមួយនឹងប្រភេទបាទរុនតូចម្ដងបាទចេញពីខាងនេះរុនតូចដោយសារតែគេឲ្យមកគឺរុនទី2នេះគឺការចេញជារុនតូចបាទប៉ុន្តែបងដាក់មួយបាសធំខាងក្រោមនេះបាទបាសធំនេះគឺវាចេញវាចូលជាក្រហមសណាបាទនេះចូលក្រហមសយើងមើលយើងមានរុនហ្នឹងដល់4ណាបាទប៉ុន្តែយើងត្រូវមើលពាក្យចូលបានវាលឺណាបើយកចេញអត់លឺទេបាទអញ្ចឹងយើងចូលមកអញ្ចឹងការ control លើអំភ្លីនេះយើងដាក់ទៅតាមសមត្ថភាពបាសអញ្ចឹងទៅបាសយើងធំឬតូចបាទលឺបណ្ណាព្រោះយើង control ឲ្យហើយណាបាទអញ្ចឹងដល់ពេលបន្ទាប់យើង control ហើយយើងនឹងធ្វើការចាក់ពីតូចនេះមកបាទវាស៊ីគ្នាតែម្ដងបាទឥឡូវបងអូនតេស្តបាសមេខាងលើសិនអត់ទាន់តេស្តអា2នេះណាអា2នេះយើងអាចបិទបាននៅលើនេះគេមានពលានពិសេសមួយនេះបិទបាសគេហៅថាបាសកូនហ្នឹងបិទចោលបានណាអត់ឲ្យលឺទេឲ្យលឺតែបាសមេតែពេលយើងចង់ឲ្យបាសកូននឹងលឺឲ្យបាសមេអត់លឺក៏បានយើងបិទខាងនេះវិញអញ្ចឹងយើងបើកខាងនេះអញ្ចឹងឃើញទៅនៅទេបាទអញ្ចឹងវា control បានដាច់តែម្ដងឥឡូវយើងតេស្តបាសមេសិនបាទតេស្តបាសមេសិនបាទនេះគឺលឺតែបាសមេទេបាសកូនអត់លឺបាទមានលឺឆឹងបាទតែនេះក៏លឺដែរបាទមានលឺទេបាទយើងតែបាសមេទៅណាបាទនេះចូលបាសកូនយើងមកសនំមកគួរ5ខែគ្រប់ស្គាល់លីថ្ងៃនេះចង់កាត់ឆំខ្ញុំចង់បានអ៊ីរ៉ាទីជិះថ្មីខែថ្ងៃនេះគុំវេទីទីហើយទីគាត់25អត់មានរីកតែពេកតែពេកនេះបងសនំមកគួរ5ខែគ្រប់ស្គាល់លីអត់លើតយឆំខ្ញុំចង់បានអ៊ីរ៉ាទីបាទយើងអាច control បានចង់ឲ្យធំលើកប៉ុណ្ណាក៏បានបាទបាទយើងដាក់ទៅ mixer របស់យើងបាទបាទយើងអាច control បានចោលធ្វើបាទជឿនលឿនរៀបការលឿនទីឆាប់អត់សមដល់ទេហើយលោកក៏បីចូលស្វ័យម្ដាយអូនប្រាប់ថាកុំបីមិនមានបងណាអូនរត់តែតែសិទ្ធិបុកគឺចេញពីស្រុកលីម៉ែបុកតែថ្មីឆ្ងាញ់ណាស់បងបាទតែបុកជោគជ័យជាងគាត់បាទអញ្ចឹងការតមានប៉ុណ្ណឹងទេអត់មានអីពិបាកបងប្អូនបាទអាស្រ័យទៅលើខ្សែរបស់យើងពីរនេះដើម្បីតចូលបាសឲ្យត្រូវតែប៉ុណ្ណោះបាទការចេញមានប៉ុណ្ណឹងឯងបាទអញ្ចឹងបងប្អូនមានតែប៉ុណ្ណេះសម្រាប់ធ្វើការបង្ហាញបាទអរគុណច្រើនរកចម្ងល់អាចធ្វើការខមមិនក្រោមវីដេអូបានអរគុណជួបគ្នាបាទនៅវីដេអូក្រោយទៀតបាទ